បាទស្វាគមន៍មកកាន់ Channel នៃទានរឿងព្រេងខ្មែរភាគ1ក៏សូមអធិស្ឋានដែលបានកកខានអាប់ឡូតវីដេអូរយៈពេលយូរដោយសារតែមានភារកិច្ចផ្ទាល់ខ្លួនដូច្នេះក៏សូមនាំអារម្មណ៍បងប្អូនមកកាន់ Channel នៃទានរឿងព្រេងខ្មែរភាគ1ដែលរឿងគឺបុរសពីរនាក់ចង់បានប្រពន្ធគេមានរឿងមួយថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដំណេចនឹងបានចៅម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមុខបោប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថានេះជារទេះចូលឯងប្រាប់ថាជាចន្ទលថានំទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបោឲ្យជាប់នឹងបរោះបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែអ្នកអញ្ជើញមកអាយនិយាយគ្នាលេងបន្តិចសិនបរោះកៅប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេះមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបរោះប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬអ្នកបរោះនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបរោះនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបរោះនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអ្វីក៏ព្រមភ្នាល់នឹងគេទៅកំឡោះដែលឈោសួរទៅអ្នកបរទេះច្អល់ទៅសួរទៅចតលកំឡោះអ្នកបរទេះប្រាប់ថានេះគេហៅថាចន្ទលចង្អុលសួរទៅនំថានេះគេហៅថានំនេះគេហៅថាទូកនេះហៅថាទ្រាយនេះគេហៅថាប្រែកនេះគេហៅថាកង់នេះគេហៅថាខ្នងកង់នេះគេហៅថាត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបរោះជាប្តីថាឥឡូវគេមិនហើយរទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬមិនដេចបរោះជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបរោះនោះមិនសុខចិត្តទៅប្តឹងចក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបរោះនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដើរផងចំផងដើរបន្តិចទៅប្រទេសសុភីទន្សាយសួរថាធ្វើបានជាជុំបងបរោះនោះប្រាប់តាមដំណើរសពគ្រប់សុភីទន្សាយថាបើដូច្នោះបងឯងកំភៃរោគតែជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបរោះនោះអរណាស់ខំទៅរោគជែកមកឲ្យសុភីទន្សាយស៊ីជែករួចហើយដើរទៅជាមួយបរោះនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតាដូចម្តេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភីទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភីទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាអ្នកទាំងពីរអ្នកការភ្នាល់គ្នាថាដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភីទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើអ្នករកឃើញយកទៅចុះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភីទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភីទន្សាយថានេះគេហៅថាជើងវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ប្រពន្ធហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទលនំទូកទ្រាយប្រែកក្នុងត្រពងរួមទាំងអស់នេះទៅទើបហៅថារទេះបើដូច្នេះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញសុភីទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភីទន្សាយស្ដីឲ្យចក្រមថាបងកាត់សេចក្តីនេះស៊ីតែសំណូកគេគ្មានត្រង់តាមព្រះច្បាប់សោះបរោះនោះប្រាប់ប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភីទន្សាយថាលោកបងកាត់សេចក្តីនេះពេញហៅថាត្រង់ហើយឲ្យលោកបងបានសម្បត្តិសួននិព្វានណា